ជុំវិញអ្វីដែលហើយជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាវិញម្ដងអាដាមបានណែនាំទៅដល់គ្រូពេទ្យផ្នែកចក្ខុរោគត្រូវថែទាំកំហើញរបស់ប្រជាពលរដ្ឋតាំងពីកុមារតូចពេញវ័យរហូតដល់មនុស្សចាស់ទាំងកំហើញផ្ទាល់និងការវិភាគវិទ្យាសាស្ត្រអាដាមសាស្ត្រាចារ្យឈៀងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី5ខែធ្នូឆ្នាំ2025បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហាសន្និបាតលើកទី23នៃសមាគមគ្រូពេទ្យភ្នែកកម្ពុជានិងសន្និបាតរណបលើកទី4នៃសមាគមចក្ខុរោគអាស៊ីប៉ាស៊ីហ្វិកអាដាមបានមានប្រសាសន៍ថាសុខភាពភ្នែកគឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូបប្រសិនបើភ្នែករបស់យើងមើលមិនច្បាស់មានពិការភាពឬមានបញ្ហាផ្សេងប្រកបណាស់ថាសុខភាពរបស់យើងក៏មិនល្អពេញលេញដែរដែលស្ថិតនៅក្នុងបរិបទមួយប្រជាជនវ័យចំណាស់មានការកើនឡើងការយកចិត្តទុកដាក់ត្រូវតែធ្វើឡើងចំពោះគ្រប់ផ្នែកទាំងអស់បូករួមទាំងផ្នែកភ្នែកផងដែរអាដាមបានគូរំលេចថាបច្ចុប្បន្នវិស័យចក្ខុសាស្ត្រមានការរីកចម្រើនគួរឲ្យកត់សម្គាល់ទាំងផ្នែកធនធានមនុស្សបច្ចេកទេសដែលបណ្ដុះបណ្ដាលជាបន្តបន្ទាប់ជាការចាំបាច់បំផុតហើយការពង្រីកសេវាថែទាំព្យាបាលភ្នែកទូទាំងប្រទេសក៏ត្រូវបន្តដើម្បីធានាការបម្រើសេវាផ្នែកសុខភាពភ្នែកជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់ហើយមានប្រសិទ្ធភាពនិងទាន់ពេលវេលាអាដាមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានធ្វើការកត់សម្គាល់និងផ្ដល់ជូនយោបល់មួយចំនួនដល់សមាគមគ្រូពេទ្យភ្នែកកម្ពុជាទី1គឺបម្រើសេវាវិស័យសុខាភិបាលក៏ដូចជាចក្ខុសាស្ត្រគឺត្រូវតែមានភាពទន់ភ្លន់គោរពឲ្យបានត្រឹមត្រូវនៅក្រមសីលធម៌គ្រូពេទ្យដើម្បីឲ្យអ្នកជំងឺទទួលបានជំនឿទុកចិត្តនឹងការព្យាបាលដែលមានគុណភាពសុវត្ថិភាពប្រសិទ្ធភាពប្រកបដោយសមធម៌ដើម្បីលើកតម្កើងសេវាសុខាភិបាលក្នុងស្រុក2គឺទទួលជនចាស់ជរាជនពិការប្រជាជនមានកម្រិតជីវភាពខ្វះខាតដោយទទួលបានសេវាព្យាបាលទាន់ពេលវេលាត្រូវបន្តយកចិត្តទុកដាក់លើការការពារសុខភាពភ្នែកជូនប្រជាជនតាមរយៈការផ្សព្វផ្សាយការអប់រំសុខភាពភ្នែកឲ្យបានដល់សហគមន៍ទីជនបទដាច់ស្រយាលតាមរយៈគ្រប់រូបភាពដូចជាការចែកលិខិតឬក៏ខិត្តប័ណ្ណទស្សនាវដ្តីផ្សព្វផ្សាយតាមវិទ្យុឬទូរទស្សន៍និងបណ្ដាញសង្គមនានាដើម្បីអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីបញ្ហាភ្នែកដើម្បីជួយទប់ស្កាត់ភាពពិការភ្នែក4បន្តជំរុញនឹងការបណ្ដុះបណ្ដាលជំនាញថ្មីដល់សមាជិកសមាជិកាក្នុងការលើកកម្ពស់ការយល់ដឹងតាមរយៈសិក្ខាសាលាបណ្ដុះបណ្ដាលនិងការជួយរកអាហារូបករណ៍ដល់សមាជិកសមាជិការបស់ខ្លួនដើម្បីក្រេបយកចំណេះដឹងថ្មីនិងបទពិសោធន៍នៅក្នុងប្រទេសនិងក្រៅប្រទេសហើយឯកឧត្តមសាស្ត្រាចារ្យក៏បានកោតសរសើរដល់សមាគមគ្រូពេទ្យភ្នែកកម្ពុជាដែលបានសហការគ្នាយ៉ាងល្អទាំងផ្នែកបច្ចេកទេសក៏ដូចជាក្នុងភារកិច្ចនិងវិជ្ជាជីវៈផងដែរ